The Backroom គឺជា fictional dimension មួយដែលគួរចាប់អារម្មណ៍បំផុតក្នុងបណ្ដាញសង្គមមនុស្សដែលចូលចិត្តការកម្សាន្តបែបព្រឺព្រួយនិងមិនប្រក្រតីដែលវាពិពណ៌នាអំពីទីស្ថានដែលគ្មានទីបញ្ចប់ចម្លែកអាថ៌កំបាំងនិងមិនសមហេតុសមផលដូច្នេះនៅក្នុងវីដេអូនេះគឺយើងមកនិយាយតាក់ទងទៅនឹងកម្រិត level នីមួយៗរបស់ The Backroom ដែលយើងនឹងផ្ដោតសំខាន់ទៅលើភាពគ្រោះថ្នាក់មិនប្រក្រតីនិងភាពមិនសមហេតុសមផលក៏ដូចជាប្រភេទ anomaly ដែលស្ថិតនៅក្នុងកម្រិតនីមួយៗនៃ The Backroom ផងដែរមុននឹងចូលទៅដល់វិធានបទក៏សូមបញ្ជាក់ប្រាប់គ្នាយើងមួយចំនួនដែលគាត់អត់ដឹងថាតើអ្វីទៅគឺជា The Backroom អញ្ចឹងអ្នកនរគ្នាអាចទៅរកមើលវីដេអូដែលខ្ញុំបាន explain រួចមួយសារហើយតាំងពី episode ទី3មកម្លេះ So yeah អាចចូលទៅមើលសិនទៅមុននឹងចាប់ផ្ដើមមើលជាមួយនឹងវីដេអូមួយនេះអញ្ចឹងបើឲ្យខាត់ពេលយូរគឺយើងចូលទៅកាន់កម្រិតទី0នៃ The Backroom ទាំងអស់គ្នាដែលគេឲ្យឈ្មោះថា The Lobby The Lobby ឬក៏កម្រិតទី0នៃ The Backroom គឺជាកម្រិតដំបូងដែលគេជឿថាមនុស្សយើងគឺបានធ្លាយចូលឬក៏ no clip ចេញពីពិភពពិតដែលយើងកំពុងតែរស់នៅកម្រិតទី0មួយនេះត្រូវបានគេពិពណ៌នាថាគឺជាតំបន់នៃការិយាល័យឬក៏អគារចាស់ៗឬក៏ផ្ទះសំណាក់ដែលត្រូវបានគេបោះបង់ចោលអស់រយៈកាលជាយូរឆ្នាំណាស់មកហើយរីឯជញ្ជាំងក៏ដូចជាកម្រាលព្រំវិញគឺត្រូវបានលាបដោយពណ៌លឿងស្រអាប់និងស្រាលដែលមានគូសជាមួយនឹងគំនូស pattern ប្រដេញគ្នាដូចជាកន្ទេលនិងមានជាមួយនឹងក្លិនបែបផ្សាមៗនិងចាស់ៗផងដែរតែបរិយាកាសទាំងអស់ហ្នឹងគឺបានឲ្យអារម្មណ៍ទៅកាន់ជនរងគ្រោះដូចជាធ្លាប់បានឮបានឃើញនិងបានហិតក្លិននៅអាស្ថានភាពទាំងអស់ហ្នឹងកន្លងមកក៏ប៉ុន្តែមិនចាំថានៅកន្លែងណានៅក៏ទីណារីឯពីដាននៃអគារទាំងមូលវិញគឺមានបំពាក់ជាមួយនឹងភ្លើងអគ្គិសនីចាស់ៗដែលបង្កជាការរំខានជាខ្លាំងដោយសារតែការឆ្លងនៃចរន្តអគ្គិសនីសម្រាប់ជនរងគ្រោះដែលធ្លាក់ចូលទៅក្នុងពិភព The Backroom នៃកម្រិតទី0នេះគឺនឹងស្ថិតនៅក្នុងស្ថានភាពមួយដែលគេហៅថា Infinite Loop ដែលជាស្ថានភាពដែលជនរងគ្រោះបើទោះបីជាដើរឬក៏រត់ក៏ស្ថានភាពនោះជុំវិញខ្លួនហាក់ដូចជាមិនមានអ្វីប្រែប្រួលជាដុំកំភួនអ្វីឡើយនៅក្នុងកម្រិត level ទី0មួយនេះគឺមិនមានជាមួយនឹងជីវិតឬក៏ប្រភេទ anomaly ដែលបង្កជាគ្រោះថ្នាក់ទៅដល់ជនរងគ្រោះឡើយប៉ុន្តែអ្វីដែលបង្កជាគ្រោះថ្នាក់ទៅដល់ជនរងគ្រោះនឹងគឺថាស្ថានភាពផ្លូវចិត្តរបស់ជនរងគ្រោះការដែលស្ថិតនៅក្នុងទីស្ថានមួយដែលធំភាពតែឯងឃើញជាមួយនឹងរូបភាពដដែលៗសម្លេងដដែលៗគឺបង្កឲ្យជនរងគ្រោះគឺបង្កើតជាមួយនឹងការសម័យភាពរវើរវាយនិងចិត្តតែគិតថាមានអ្វីម្យ៉ាងកំពុងតែដើរតាមឬក៏កំពុងតែយាយីទៅដល់អាយុជីវិតរបស់ខ្លួនហើយនេះឯងគឺជាស្ថានភាពដែលជនរងគ្រោះនឹងត្រូវជួបប្រទះនៅក្នុងកម្រិតទី0មួយនេះសំណួរសួរថាតើធ្វើយ៉ាងណាទើបអាច no clip ចេញពីពិភព The Backroom level 0នេះបានចម្លើយនោះគឺថាប្រសិនណាជាជនរងគ្រោះគឺអាចអង្កេតឃើញជាមួយនឹងភាពមិនប្រក្រតីដែលមានន័យថាភាពចម្លែកខុសពីគេដូចជាជញ្ជាំងឬក៏ទ្វារណាមួយដែលមានសភាពខុសពីទ្វារដទៃទៀតនោះគឺជឿថាកន្លែងនោះគឺជាតំបន់ដែលអាច no clip ចេញពីពិភព The Backroom បានហើយក៏ប៉ុន្តែបើសិនជាអត់ទេអបអរសាទរអ្នកទាំងអស់គ្នាប្រហែលជា no clip ចូលទៅកាន់ The Backroom level បន្ទាប់ហើយ The Backroom level 1 Parking Zoneនៅក្នុងកម្រិត level មួយនេះគឺយើងមិនមានជាមួយនឹងជញ្ជាំងពណ៌លឿងដដែលទៀតទេក៏ប៉ុន្តែផ្ទុយទៅវិញនៅក្នុងកម្រិត level មួយនេះគឺផ្ដល់នៅបរិយាកាសដូចជាស្ថិតនៅកន្លែងដែលគេចតរថយន្តនៅក្រោមអគារដែលគេបោះបង់ចោលមួយជាងនេះទៀតនៅក្នុងបរិយាកាស level កម្រិតទី1នេះគឺមានជាមួយនឹងជញ្ជាំងពណ៌ប្រផេះនិងខ្មៅស្រអាប់ហើយកន្លែងខ្លះភ្លឺកន្លែងខ្លះមិនភ្លឺហើយកន្លែងខ្លះគឺងងឹតទាំងស្រុងតែម្ដងហើយភាពខុសគ្នារវាង level 1និង level 0នោះខុសគ្នាត្រង់ថានៅក្នុង level 1នេះគឺយើងមិនឯកាដូចមុនទៀតទេបានន័យថាក្នុង level 1នេះគឺមានជីវិតរស់នៅក៏ប៉ុន្តែសួរថាតើប្រភេទនៃភាវៈរូបណាដែលរស់នៅជាមួយយើងសូយ៉ាគឺមិនមែនជាមួយនឹងភាវៈធម្មតានោះទេតែគឺជាភាវៈដែលមិនធម្មតាដែលគេហៅថា shadow finger ដែលវាតែងតែមានវត្តមានលាក់ខ្លួននៅទីងងឹតកន្លែងណាដែលងងឹតនោះមានន័យថា shadow finger កំពុងតែស្ថិតនៅត្រង់ចំណុចនោះហើយអញ្ចឹងអ្វីដែលជនរងគ្រោះត្រូវធ្វើនៅក្នុងកម្រិតទី1នេះគឺធ្វើយ៉ាងណាប្រុងប្រយ័ត្ននិងរក្សាសុវត្ថិភាពឲ្យមែនទែនក៏ព្រោះថានៅក្នុង level មួយនេះគឺមិនមែនមានតែយើងម្នាក់នោះទេពលគឺមានជាមួយនឹងប្រភេទ anomaly មួយចំនួននៅក្នុងទីងងឹតដែលចាំយាយីយើងគ្រប់ពេលវេលាតែម្ដងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយនៅក្នុង level ទី1មួយនេះគឺមានជាមួយនឹងធនធានមួយចំនួនដែលអាចឲ្យអ្នកបន្តមានជីវិតរស់រានបានយ៉ាងងាយស្រួលជាង level 0ឆ្ងាយណាស់ដែលមានតែភាពទទេឥឡូវគឺយើងចូលទៅដល់កម្រិតទី2នៃ The Backroom ដែលគេឲ្យឈ្មោះថា Pipe Dreamកម្រិតទី2នេះគឺជាកម្រិតដែលមានសភាពគ្រោះថ្នាក់ខ្ពស់ជាង level 1វាមានរូបរាងក៏ដូចជាបរិយាកាសដូចជាស្ថិតនៅក្រោមដីដែលមានជាមួយនឹងបំពង់តជាបណ្ដាញហាក់ដូចជាបំពង់សម្រាប់បញ្ចេញកាកសំណល់នៃឧស្សាហកម្មឬក៏ជាបំពង់ទុយោនៃចរន្តទឹកដែលគេបានរៀបវានៅផ្នែកខាងក្រោមនៃអគារចឹងនៅក្នុងកម្រិតទី2មួយនេះគឺមានជញ្ជាំងពណ៌ស៊ីម៉ង់និងកន្លែងខ្លះមានជញ្ជាំងធ្វើអំពីដែករីឯសម្លេងនៅក្នុង level 2នេះគឺពោពេញទៅដោយការរំខានជាខ្លាំងដែលសម្លេងទាំងអស់ហ្នឹងជាទូទៅគឺកើតចេញអំពីដំណើរការរបស់ម៉ាស៊ីនសម្លេងដែកកកិតគ្នាឬក៏សម្លេងដែលចេញអំពីបំពង់ខ្យល់រីឯសីតុណ្ហភាពនៅក្នុងកម្រិតទី2មួយនេះគឺមានភាពក្តៅនិងស្ងួតជាខ្លាំងដែលកន្លែងខ្លះគឺមានសីតុណ្ហភាពលោតទៅដល់60ទៅដល់100អង្សាឯណោះ
ដែលស្ថានភាពទាំងអស់ហ្នឹងគឺវាបង្កជាការលំបាកក្នុងការរស់នៅក៏ដូចជាបង្កជាភាពពិបាកក្នុងការដកដង្ហើមសម្រាប់ជនរងគ្រោះផងដែរហើយបើយើងនិយាយអំពីភាពគ្រោះថ្នាក់នៃកម្រិតទី2មួយនេះគឺមានគ្រប់សពតែម្ដងតាំងពីផ្លូវចិត្តហើយនិងផ្លូវកាយផ្លូវចិត្តនោះគឺថាគឺវាមិនសូវជាខុសគ្នាអំពីកម្រិតមុនប៉ុន្មាននោះទេការដែលជនរងគ្រោះគឺស្ថិតនៅក្នុងទីស្ថានមួយដែលធំនិងភាពតែឯងលីឡំជាមួយនឹងបរិយាកាសតែគួរឲ្យខ្លាចថែមទៀតនោះគឺវាប៉ះពាល់ទៅដល់ស្ថានភាពផ្លូវចិត្តរបស់ជនរងគ្រោះជាខ្លាំងឯចំណែកគ្រោះថ្នាក់ផ្លូវកាយហ្នឹងគឺថានៅក្នុង level ទី2មួយនេះដូចតែយើងដឹងស្រាប់ហើយគឺពោពេញទៅដោយបំពង់ដែលច្រេះចាប់និងគ្រឿងចាក់ជាច្រើនដែលរបស់ទាំងអស់ហ្នឹងគឺវាអាចបង្កទៅជាស្នាមរបួសគណៈពេលដែលជនរងគ្រោះហ្នឹងគឺធ្វើដំណើរនៅក្នុងកម្រិតទី2មួយនេះជាមួយនឹងរបួសស្នាមទាំងអស់ហ្នឹងជនរងគ្រោះអាចងាយជាមួយនឹងការឆ្លងជាមួយនឹងបាក់តេរីអាចឈានឲ្យមានជំងឺដ៏អាក្រក់ដែលអាចឲ្យជនរងគ្រោះហ្នឹងគឺងាយនឹងស្លាប់នៅក្នុងស្ថានភាពនៃកម្រិតទី2នេះបានជាងនេះទៀតរឿងដ៏អាក្រក់មួយដែលជនរងគ្រោះមិនចង់ដឹងមិនចង់ឮនោះគឺថានៅក្នុងកម្រិត level ទី2មួយនេះគឺមានជាមួយនឹងប្រភេទ anomaly ជាច្រើនដែលកំពុងតែរស់នៅនិងចាំវាប្រហែលយើងគឺគ្រប់ពេលវេលាតែម្ដងដែល anomaly ទាំងអស់ហ្នឹងគឺរួមមានទី1ហ្នឹងគឺខ្លំគឺជាប្រភេទ anomaly ដែលជនរងគ្រោះអាចរកឃើញវាបាននៅទីកន្លែងដែលតូចចង្អៀតក៏ដូចជាក្នុងបំពង់ខ្យល់វាគឺជាសភាវៈដែលមានរូបរាងដូចជាដុំសាច់មួយក៏ប៉ុន្តែមានជាមួយនឹងដៃនិងជើងជាច្រើនសម្រាប់ anomaly បន្តទៀតគឺ hound គឺជាប្រភេទ anomaly ដែលមានរូបរាងដូចជាសត្វឆ្កែអញ្ចឹងហើយសារៈ anomaly មួយហ្នឹងគឺកាចហើយឆេវឆាវជាខ្លាំងដែលវាអាចបង្កជាលក្ខណៈគ្រោះថ្នាក់ហ្នឹងគឺទ្រង់ទ្រីធំជាធម្មតានៅក្នុង the back room នៃកម្រិត2នេះគឺយើងអាចរកឃើញវាបាននៅកន្លែងដែលមានសំណើមក៏ដូចជាកន្លែងដែលធំទូលាយផងដែរភាពគ្រោះថ្នាក់របស់វានឹងគឺតាមរយៈខាំដែលនាំឲ្យជនរងគ្រោះអាចឆ្លងជាមួយនឹងមេរោគមួយដែលគេឲ្យឈ្មោះថា incremon នឹងគឺជាប្រភេទជំងឺបែបស្តៀងនឹងឆ្កែឆ្កួតដែរបានន័យថានៅពេលដែលជនរងគ្រោះឆ្លងជាមួយនឹងមេរោគទាំងអស់ហ្នឹងហើយគឺបង្កឲ្យជនរងគ្រោះនឹងអាចប្រកាច់ឬក៏បែកពពុះមាត់អីចឹងទៅនិយាយទៅគឺវាមិនខុសពីជំងឺឆ្កែឆ្កួតប្រហែលទេសម្រាប់ anomaly បន្តទៀតដែលយើងអាចរកឃើញហ្នឹងគឺ smiler គឺជាសភាវៈចម្លែកអរូបីដែលវាមានវត្តមាននៅកន្លែងដែលមានភាពងងឹតហើយជាទូទៅគឺវាមិនមានរូបរាងជាក់លាក់នោះទេគឺវាអាចคล้ายទៅជារូបរាងទៅតាមសភាវៈដទៃៗទៀតបានហើយភាពគ្រោះថ្នាក់របស់វាក៏ដូចជាអ្វីដែលវាអាចបង្កជាហានិភ័យទៅកាន់ជនរងគ្រោះនឹងគឺថាវាមានមុខងារមួយគឺបន្លាចដែលការបន្លាចរបស់វានឹងអាចធ្វើឲ្យជនរងគ្រោះនឹងគឺអាចបាត់បង់ស្មារតីក៏ដូចជាខូចសតិផងដែរអូខេ so now គឺយើងចូលទៅកាន់ the back room level 3ដែលគេឲ្យឈ្មោះថា the electrical stationចឹងនៅក្នុងកម្រិតទី3មួយនេះគឺជាកម្រិតមួយដែលគេឲ្យឈ្មោះថាជាកម្រិតដែលគ្រោះថ្នាក់បំផុតបើធៀបទៅនឹងកម្រិតទី2នៅក្នុងកម្រិតទី3មួយនេះគឺស្ថិតនៅក្នុងបរិយាកាសមួយដូចជានៅក្នុងស្ថានីយ៍ថាមពលឬក៏រោងចក្រធំៗដែលពោពេញទៅដោយខ្សែភ្លើងនិងម៉ាស៊ីនដូចជាបន្ទប់ជាច្រើនផងដែរជាទូទៅនៅក្នុងកម្រិត level មួយនេះភាគច្រើននៃកន្លែងមួយចំនួនគឺងងឹតនិងពោពេញទៅដោយខ្សែភ្លើងជាមួយនឹងឧបករណ៍អគ្គិសនីខូចៗដែលបណ្ដាលឲ្យមានជាមួយនឹងអគ្គិភ័យឬក៏គ្រោះថ្នាក់ដោយការឆក់ជាមួយនឹងចរន្តអគ្គិសនីជាដើមនៅក្នុងកម្រិតទី3នេះត្រូវបានគេមើលឃើញថាមានជាមួយនឹងប្រភេទ anomaly ជាច្រើនប្រភេទផងដែរក៏តែគឺមានជាមួយនឹង anomaly ដែលសកម្មជាងគេហ្នឹងគឺត្រូវបានគេឲ្យឈ្មោះថា deadman គឺជាសភាវៈដែលមានរូបរាងដូចជាសត្វមេអំបៅដែលវាមានពណ៌ប្រផេះហើយមានទំហំរាងធំគួរសមដែរដែលស្លាបរបស់វានឹងគឺមានប្រវែងដល់ទៅ1ម៉ែត្រកន្លះឯណោះនិង anomaly មួយទៀតត្រូវបានគេឲ្យឈ្មោះថា the rachis នេះគឺមិនមែនជាសត្វក្នុងរូបរាងណាមួយនោះទេក៏ប៉ុន្តែគឺវាជារោគសញ្ញាដែលវាបង្កឲ្យជនរងគ្រោះនឹងគឺមានបញ្ហាផ្លូវចិត្តកម្រិតធ្ងន់និងមិនប្រក្រតីដែលវាបានកើតឡើងនៅក្នុងកម្រិតនេះដោយផ្ទាល់តែម្ដងដូច្នេះហើយក្នុងការរស់នៅក្នុងកម្រិតទី3នេះគឺមានភាពលំបាកជាខ្លាំងនិងទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ The back room level 4 abandoned officeចឹងនៅក្នុងកម្រិតទី4មួយនេះគឺមានបរិយាកាសខុសពីកម្រិតមុនគឺឆ្ងាយដាច់តែម្ដងទាំងការរស់នៅនិងភាពគ្រោះថ្នាក់នៅក្នុងកម្រិត level មួយនេះគឺជនរងគ្រោះគឺនឹងស្ថិតនៅក្នុងបរិយាកាសនៃអគារការិយាល័យដ៏ទំនើបមួយដែលស្អាតនិងមានពន្លឺគ្រប់គ្រាន់បើធៀបទៅនឹង level ផ្សេងៗទៀតនៅក្នុង the back room ហើយសម្រាប់ជញ្ជាំងវិញគឺមានពណ៌សនិងប្រផេះស្រាលជាមួយនឹងកម្រាលដែលមានពណ៌ស្រដៀងទៅនឹងជញ្ជាំងផងដែរនៅក្នុងកម្រិតមួយនេះមិនខុសពីកម្រិតមុននោះទេគឺមានន័យថាយើងគឺស្ថិតនៅក្នុងស្ថានភាពតែឯងក៏ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែសប្បាយចិត្តទៅបើសិនណាបើជាអ្នកទាំងអស់គ្នារកឃើញថាខ្លួនឯងបានស្ថិតនៅក្នុងកម្រិតមួយនេះក៏ព្រោះតែនៅក្នុងកម្រិតទី4នេះបើធៀបជាមួយនឹង level ទាំងអស់នៃ the back room មានតែ level ទី4នេះទេដែលមានសុវត្ថិភាពជាងគេទាំងការរស់នៅទាំងផ្លូវកាយនិងផ្លូវចិត្តក៏ព្រោះតែទីនេះគឺមានជាមួយនឹងធនធានជាច្រើនដូចជាទឹកនិងអាហារដែលយើងអាចរកបាននៅក្នុងកម្រិតទី4នេះហើយសម្រាប់ anomaly វិញគឺមិនសូវមាននៅក្នុងកម្រិតទី4នេះទេកម្រិតទី5 Terror Hotelនៅក្នុងកម្រិតទី5មួយនេះគឺស្ថិតនៅក្នុងបរិយាកាសនៃស្ថានភាពដ៏ធំនិងពិនិត្យមួយដែលវាមានរចនាបថនិងស្ថាបត្យកម្មហ្នឹងគឺត្រូវបានសាងសង់ដូចជានៅក្នុងទសវត្សរ៍ឆ្នាំ1930
ដែលអមជាមួយនឹងការតបតែងជាមួយនឹងគ្រឿងសង្ហារិមដែលមានតាំងពីឆ្នាំ1920មកម្លេះនៅក្នុងកម្រិតមួយនេះគឺមានភាពប្រណិតស្អាតមានពន្លឺស្រាលស្រទន់រួមផ្សំជាមួយនឹងតន្ត្រីប្រភេទបែប Jazz ដែលលេងកំដរនៅពីក្រោយ background តិចៗនិងមួយហើយសារ៉ាប់កម្រាលព្រំវិញគឺ clean និងមានធូលីតិចតួចបំផុតហើយភាពចម្លែកមួយនោះគឺថាកម្រាលព្រំនាទីនេះគឺអាចសម្អាតឡើងវិញដោយខ្លួនឯងក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះនៅក្នុងកម្រិតទី5នេះផងដែរគឺមានជាមួយនឹងជាន់ផ្សេងពីគ្នាដែលគេចែកវាជា3សំខាន់រួមមានទី1 The Main Hall ទី2 The Belly Room និងទី3ហ្នឹងគឺ The Boiler Room អូខេ The Main Hall គឺជាតំបន់មួយដ៏សំខាន់ជាងគេនៅក្នុង The Back Room Level ទី5មួយនេះដែលមានន័យថានៅពេលដែលជនរងគ្រោះធ្លាក់ចូលទៅក្នុងកម្រិតទី5មួយនេះគឺនឹងចូលទៅក្នុង The Main Hall នេះមុនគេជាធម្មតានៅក្នុង The Main Hall គឺមានការតុបតែងដ៏ប្រណិតជាមួយនឹងជញ្ជាំងពណ៌ក្រហមត្នោតនិងមានពណ៌មាសដែលធ្វើចេញអំពីឈើនិងថ្មម៉ាតភាពប្រណិតទាំងអស់នេះគឺបានផ្សារភ្ជាប់ជាមួយនឹងភាពមិនប្រក្រតីមួយចំនួនគឺថារាល់ពេលដែលអ្នកដំណើរឆ្លងកាត់នៅតំបន់មួយនេះគឺថាជញ្ជាំងហាក់បីដូចជាមានចលនានិងកំពុងតាមដាននឹងអង្កេតមកកាន់យើងដែលធ្វើឲ្យយើងនឹងគឺមាននៅអារម្មណ៍មិនស្រួលរាល់ពេលដែលបំលាស់ទីម្ដងជានេះទៀតនៅក្នុងតំបន់នេះផងដែរគឺមានជាមួយនឹងចង្គៀងទៀនបុរាណនិងចង្គៀងអគ្គិសនីដែលបញ្ចេញជាមួយនឹងសំឡេងរំខានតិចហើយបើនិយាយអំពីទ្វារវិញគឺច្រើនហើយមិនមានលំដាប់លំដោយនោះទេហើយទ្វារទាំងអស់ហ្នឹងគឺវាអាចបិទបើកដោយខ្លួនឯងបានបន្ទប់ខ្លះគឺអាចរស់នៅបានបន្ទប់ខ្លះគឺមិនអាចរស់នៅបាននោះទេភាពមិនប្រក្រតីមួយទៀតហ្នឹងគឺថា The Main Hall គឺមានជាមួយនឹងកម្មចិន្តាក៏ដូចជាចិន្តាយន្តដែលបង្ហាញថាអគារនៃតំបន់មួយនេះគឺមានដល់ទៅ382ជាន់ឯណោះហើយសម្រាប់ជាន់ដែលមានសុវត្ថិភាពជាងគេនោះគឺមានចាប់ពីជាន់ទី1ដល់ជាន់ទី12តែប៉ុណ្ណោះក្រៅពីហ្នឹងគឺជាន់ទី13ឡើងទៅគឺមិនមានសុវត្ថិភាពនោះទេឥឡូវគឺយើងចូលទៅដល់តំបន់ទី2នៃ The Back Room Level 5មួយនឹងដែលគេឲ្យឈ្មោះថា Beverly Room ចឹងនៅក្នុងតំបន់មួយនេះគឺជាតំបន់កណ្ដាលដែលគេហៅថា Main Hub នៃ The Back Room Level 5បន្ទប់មួយនេះគឺមានភាពទូលាយខ្លាំងមានទ្វារច្រើនគ្រប់ទិសទីតែម្ដងហើយចំនួនទ្វារគឺមិនមានលំដាប់លំដោយច្បាស់លាស់ដល់ថ្នាក់ថាទ្វារខ្លះគឺមានទៅដល់រាប់រយឯណោះសូម្បីតែនៅលើពិដានក៏មានជាមួយនឹងទ្វារទាំងអស់នឹងដែរនៅខាងក្នុងនៃតំបន់មួយនេះគឺមានតុតូចមួយនៅចំកណ្ដាលដែលស្ថិតនៅក្រោមពន្លឺចង្គៀងដ៏ធំមួយជានេះទៀតនៅលើតុគឺមានជាមួយនឹងភេសជ្ជៈនិងមានជាមួយនឹងល្បែងមួយដែលគេហៅថាម៉ាចង់ចឹងនៅក្នុងតំបន់មួយហ្នឹងបើយើងនិយាយតាក់ទងទៅនឹងទ្វារគឺទ្វារទាំងអស់ហ្នឹងគឺវាអាចនាំយើងចូលទៅកាន់តំបន់ផ្សេងគ្នាពេលខ្លះនៅពេលដែលជនរងគ្រោះបើកចូលទៅកាន់ទ្វារទាំងអស់ហ្នឹងវាអាចនាំយើងទៅកាន់ The Main Hall ដដែលឬក៏ចូលទៅកាន់ The Boiler Room ដែលជាតំបន់ចុងក្រោយនៃ Level 5មួយនេះ The Boiler Room គឺជាតំបន់ឬក៏បន្ទប់មួយដែលមានទំហំធំប៉ុន្តែមានភាពរងេរងាយជាខ្លាំងពោពេញទៅដោយម៉ាស៊ីនចាស់ៗនិងបំពង់ឧស្សាហកម្មជាច្រើនដែលស្តៀងទៅនឹង The Back Room Level ទី2ទាំងបរិយាកាសទាំងការរស់នៅក្នុងតំបន់មួយនេះគឺមានជាមួយនឹងស្ថនភាពក្តៅស្ងួតនិងមានជាមួយនឹងសម្លេងរំខានជាខ្លាំងហើយមានជាមួយនឹងផ្សាយមិនល្អដែលប៉ះពាល់ទៅដល់សុខភាពផ្លូវដង្ហើមរបស់ជនរងគ្រោះផងដែរជានេះទៀតនៅក្នុង The Boiler ក៏មានជាមួយនឹង anomaly ចាំយាយយើងគ្រប់ពេលវេលាផងដែរដូចជា Hound, Skin Stealer និង The Witcher អីជាដើមអូខេនេះគឺជាស្ថានភាពដែលជនរងគ្រោះនឹងជួបប្រទះនៅក្នុងកម្រិតទី5មួយនេះဆိုတော့ខ្ញុំគិតថាពួកយើងគួរទៅដល់ពេលត្រឡប់ទៅពិភពពិតរបស់យើងវិញហើយទៅកាន់តែជ្រៅភាពស្មុគស្មាញនិងភាពគ្រោះថ្នាក់ក៏កាន់តែច្រើនព្រោះ The Back Room មួយនេះគឺមានជាមួយនឹងកម្រិត level គឺច្រើនខ្លាំងមែនទែនហើយខ្ញុំមិនអាចយកវាមកនិយាយអស់នៅក្នុងវីដេអូតែមួយនេះបានទេក៏ប៉ុន្តែបើសិនអ្នកនរគ្នាចូលចិត្តជាមួយនឹងពិភព The Back Room នេះគឺខ្ញុំអាចនឹងពិចារណាយកកម្រិតផ្សេងទៀតមកនិយាយបន្តជា series តែម្ដង and then ខ្ញុំគិតថាការនិយាយរបស់ខ្ញុំគឺចប់ត្រឹមវិនាទីនេះហើយ and ជួបគ្នានៅវីដេអូក្រោយបាយបាយ